វីដេអូប្រាក់ធីបដែលពាក់ព័ន្ធជាមួយនឹង PowerPoint ក្នុងការបង្កើតទៅលើ slide អញ្ចឹងដើម្បីបង្កើតទៅលើ slide ដែលពាក់ព័ន្ធជាមួយនឹងលំហាត់ប្រាក់ធីមួយនេះទីបងគេឲ្យយើងធ្វើជា slide background transition ជ្រើសយក honeycomb ហើយទី2 slide text animation ជ្រើសរើសយក grow and turn អញ្ចឹងជំហានដំបូងយើងធ្វើការបង្កើតនៅ new slide មួយnew slide វានៅក្នុង column វានៅក្នុង option ដែលពាក់ព័ន្ធជាមួយនឹង home ហើយនេះជា option របស់វាយើងគ្រាន់តែចុចទៅលើ new slide ហ្នឹងមួយមកយើងធ្វើការ delete អាហ្នឹងចោល delete draft ដែលវាឲ្យយើងហ្នឹងមកធ្វើការ delete ហ្នឹងចោលមកហើយយើងដំបូងគេឲ្យយើង slide background ជ្រើសរើសយក transition បែបនេះមួយនេះអញ្ចឹងបាទ slide background ចំពោះ slide background យើងចូលទៅក្នុង design ហើយជ្រើសរើស background មួយណាដែលយើងចូលចិត្តមកខ្ញុំយកនេះចោលអញ្ចឹងយើងនឹងបាន slide background បែបនេះមួយហើយគេឲ្យយើងជ្រើសរើសយក transition honeycomb យើងចូលទៅកាន់ transition ហើយចូលក្នុងនេះវានឹងshowបង្ហាញរឿងទាំងអស់ដល់ពេលដែលយើងឃើញរបៀបហ្នឹងហើយយើងទៅរកតម្រងដែលគេឲ្យយើងដាក់ហ្នឹងអញ្ចឹងវានៅក្នុងជួរទី2នៅក្នុងកន្លោននេះអញ្ចឹងយើងជ្រើសរើសយកវាមកយើងបានបែបនេះមួយបន្ទាប់ពីយើងបានអាហ្នឹងហើយនេះជា draft របស់ខ្ញុំដែលបានរៀបចំឡើងទុកសួរ copy ទេអញ្ចឹងខ្ញុំចាប់ផ្ដើមកាត់វាយកមកដាក់នៅក្នុងនេះអញ្ចឹងបានអាហ្នឹងមួយកាត់ចោលសេអានេះជាទំព័រទី2អានេះខ្ញុំកាត់វាទេអាហ្នឹងជាអត្ថបទដែលខ្ញុំបានរៀបចំទុកមុននេះនៅពេលដែលប្រឡងអាចនឹងគ្រូបង្ហាញនៅក្នុង slide ឬក៏របៀបម៉េចខ្ញុំអត់ទាន់ដឹងដែរអញ្ចឹងអានេះជាវិធីកាត់ទេចានេះជាការរៀបចំទុកហើយអញ្ចឹងជំហានបន្ទាប់គេឲ្យ slide text animation ជ្រើសរើស grow and turn អញ្ចឹងយើងយកម៉ៅយើង select មកលើអក្សរនេះហើយ select នៅលើវាម្ដងទៀតឲ្យវាចេញអសញ្ញាព្រួញបែបនេះអសញ្ញាព្រួញ4ទៅហ្នឹងចុចលើវាមកហើយយើងចូលទៅក្នុង animation ហើយយើងចុចយកនេះហើយយើងមើលនៅក្នុង extend នេះ extend យើងចូលមកមើលនៅខាងចុងនេះវានឹងបង្ហាញ grow and turn ហ្នឹងឯងយើង select ទៅលើវានឹងចេញទម្រង់បែបនេះមួយអានេះយើងចង់ដាក់ក៏បានហើយចូលមកដល់អានេះក៏ដូចគ្នាដែរយើងគ្រាន់តែជ្រើសរើសយកអានឹងដូចគ្នាដោយសារតែក្នុងលំហាត់គេឲ្យយើងយកអាហ្នឹងអញ្ចឹងបន្ទាប់ពីអាហ្នឹងបានមកយើងនឹងទទួលបានresult បែបនេះresult ដែលយើងធ្វើ slide នឹងបានរបៀបនេះហើយវីដេអូបង្ហាញអំពីការធ្វើទៅលើប្រាក់ទី PowerPoint ដែលពាក់ព័ន្ធជាមួយការ slide background ជាមួយនឹង slide text ចប់ប៉ុណ្ណឹង